ប្រុសម្នាក់បានធ្វើអ្វីដើម្បីធ្វើឲ្យឪពុករបស់គាត់ខឹងដល់សន្លប់ដោយធ្វើការត្រួតពិនិត្យខោអាវឲ្យម៉ាក់ឲ្យម្ដាយខ្លួនដែលជាម្ដាយចុងនៅចំពោះមុខឪពុកខណៈពេលនោះឪពុករបស់គាត់បានឆក់សន្លប់និងមិនអាចធ្វើអ្វីបានទេខណៈពេលមើលឃើញអ្វីកើតឡើងនៅចំពោះភ្នែកពេលនោះឡាស៊ីត្រូវបានគេចាប់ឲ្យអង្គុយក្នុងកៅអីបន្ទាប់មក King រុញកៅអីឲ្យដួលហើយកើតមានឈុតសម្ដែងមិនសមអ្នកមើលអារម្មណ៍ថាអស្ចារ្យប៉ុន្តែពេលក្រោយគេស្និទ្ធស្នាលថាមានគំនិតអាក្រក់គាត់ចង់ឲ្យអ្នកស្នាក់នៅក្នុងផ្ទះនិងបន្តការងាររបស់គាត់ប៉ុន្តែគិតដល់កូនប្រុសរបស់គាត់ដែលកំពុងស្ថិតក្នុងពន្ធនាគារដូច្នេះគាត់សំចៃអារម្មណ៍ទាំងអស់នោះធ្វើដូចដែលបានសន្យាថ្ងៃបន្ទាប់បានអញ្ជើញបងប្អូនរបស់គាត់ចេញពីពន្ធនាគារប៉ុន្តែមិនមែនដោយសារថ្នាក់ទំនាក់ទំនងល្អនោះទេប៉ុន្តែដើម្បីបញ្ជៀសនិងងាយស្រួលក្នុងការសម្លាប់គាត់ក្នុងពេលមានទ្រព្យសម្បត្តិប៉ុន្មានរយលានប្អូនប្រុសមិនទាន់ដឹងអ្វីទេតែពេលត្រឡប់ទៅផ្ទះគាត់បានឆាប់បានមួយកាំបិតកំពុងតាមដានគ្រប់ចលនារបស់គាត់ពេលនោះឪពុកបានសរសេរអក្សរមួយលើផ្ទៃដៃថារត់ទៅឲ្យហើយចាយគេបាននឹកស្មានបាននឹងសរសេរនេះហើយថាចង់ចេញទៅផ្លូវវត្តតទៀងទាកទានបេកាំងប៉ុន្តែគេដឹងថាបងគាត់មិនអោយទៅងាយទេដូច្នេះគេជំរុញថាចង់ទៅជាមួយឡានប៉ូលីសប៉ុន្តែគេបញ្ចេញអារម្មណ៍ថាពួកអ្នកបិទខ្ញុំមិនទាន់បានសុំទោសផងនេះជាការប្រតិបត្តិការជាសាធារណៈមែនទេមើលឃើញប្អូនគាត់នៅតែខ្ជះខ្ជាយមិនមានអ្វីល្អនាំឲ្យគាត់ចេញទៅញោមទាកទាញបេកាំងតែគាត់មិននឹកស្មានថាហុកចិនចាត់ចែងឲ្យហាយចាយទៅដល់ស្ថានីយ៍រថភ្លើងហើយប្រាប់ឲ្យគាត់គុំត្រឡប់មកវិញពេលបានដឹងហើយវាហើយពេកហើយការខឹងខាងបានធ្វើឲ្យគាត់វិលត្រឡប់ទៅបន្ទប់របស់ម៉ាក់បន្សំហើយវាគាត់មួយផ្លែត